កម្លាំងយោធាខត់ខ្លួនប្រជាពលរដ្ឋប្រមាណ40នាក់ពាក់ព័ន្ធករណីលួចចូលឆក់ត្រីនៅតំបន់អភិរក្សបញ្ជូនមកអាវុធហត្ថខេត្តបាត់ដំបងចាត់ការទៅតាមផ្លូវច្បាប់បើតាមមន្ត្រីអាវុធហត្ថខេត្តបាត់ដំបងឲ្យដឹងថាមកទល់នឹងល្ងាចថ្ងៃទី18ខែមិថុនាឆ្នាំ2026មន្ត្រីជំនាញនិងមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងកំពុងធ្វើការសាកសួរប្រជាពលរដ្ឋចំនួន40នាក់ពាក់ព័ន្ធករណីប្រើឧបករណ៍ឆក់លួចចូលនេសាទក្នុងតំបន់អភិរក្សអតីតឡូនេសាទលេខ2នៅឡើយនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីរៀបចំសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់តាមប្រភពព័ត៌មានបឋមឲ្យដឹងថាកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2026កន្លងទៅនេះកម្លាំងយោធាបានបង្ក្រាបក្រុមអ្នកដើរឆក់ត្រីដោយប្រើឧបករណ៍ឆក់ក្តៅចំនួន172នាក់ខណៈពេលពួកគេកំពុងដើរឆក់ត្រីនៅក្នុងតំបន់អភិរក្សដែលជាអតីតឡូនេសាទលេខ2ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងប្រភពបញ្ជាក់ថាដោយសារកម្លាំងយោធាមានគ្នាតិចក្រុមអ្នកឆក់បាននាំគ្នាបុករត់គេចខ្លួនចំនួន2លើកដោយលើកទី1រត់អស់120នាក់និងលើកទី2រត់អស់12នាក់ទៀតដូច្នេះអ្នកឆក់ដែលនៅសល់មានតែ40នាក់ប៉ុណ្ណោះហើយត្រូវបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងជុំវិញករណីខាងលើនេះលោកជួងសុភានាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានឲ្យដឹងកាលពីម៉ោង1រសៀលថ្ងៃទី17ខែមិថុនាថាលោកគ្រាន់តែទទួលព័ត៌មានថាមានមន្ត្រីយោធាធ្វើការបង្ក្រាបនៅករណីខាងលើដែរមិនទាន់បានដឹងព័ត៌មានច្បាស់លាស់នោះទេដោយសារកម្លាំងជលផលមិនបានចូលរួមបង្ក្រាបទោះបីយ៉ាងណាលោកបញ្ជាក់ថាមន្ត្រីជលផលត្រៀមកម្លាំងចាំសហការនៅពេលករណីប្រគល់ជនសង្ស័យមកឲ្យមន្ត្រីជំនាញចំណែកលោកកតបុរាណប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានឲ្យដឹងនៅរសៀលថ្ងៃទី18ខែមិថុនាថាតកតងករណីខាងលើនេះមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានមិនបានចូលរួមនោះទេដោយថ្ងៃបង្ក្រាបមន្ត្រីឧទ្យានុរក្សមួយចំនួនធំឡើងមកប្រជុំប្រចាំខែនៅខេត្តបាត់ដំបងហើយលោកផ្ទាល់ក៏ជាប់ប្រជុំទៅភ្នំពេញ2ថ្ងៃលោកទើបទទួលព័ត៌មានកំពុងសិក្សាថាមូលហេតុអីបានជាពួកគាត់ប្រមូលផ្ដុំគ្នាច្រើនរហូតដល់2ភូមិចូលទៅនេសាទខុសច្បាប់នៅតំបន់នោះលោកបញ្ជាក់ថាមកទល់ថ្ងៃទី18ខែមិថុនាមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពុងទទួលមនុស្សជាជនសង្ស័យពីខាងយោធាដើម្បីរៀបចំសំណុំរឿងលោកកតបុរាណបានបន្ថែមទៀតថាលោកទើបទទួលរបាយការណ៍បឋមពីមន្ត្រីឧទ្យានុរក្សថាកាលពីថ្ងៃទី18ខែមិថុនាកងកម្លាំងយោធាបានឃាត់ខ្លួនប្រជាពលរដ្ឋប្រមាណ40នាក់នៅក្នុងចំណោម70នាក់មកពីតំបន់ផ្សេងគ្នានៅត្រង់ចំណុចលើព្រែកអង្ក្រងដែលស្ថិតនៅក្រៅតំបន់រាមសាព្រែកទាល់ប៉ុន្តែលោកថានេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះមិនដឹងថាអ្នកចូលលួចឆក់ប៉ុន្មាននិងរត់រួចប៉ុន្មានច្បាស់នោះទេក្នុងរបាយការណ៍មន្ត្រីឧទ្យានុរក្សបញ្ជាក់ថាប្រជាពលរដ្ឋដែលឃាត់ខ្លួនខាងលើនេះពួកគាត់រស់នៅភូមិកំពង់ប្រហុកនិងភូមិថ្វាយជាប់នឹងតំបន់អភិរក្សឡូនេសាទលេខ2ឃុំកោះជាវាំងស្រុកឯកភ្នំកាលពីថ្ងៃទី7មិថុនាឆ្នាំ2026កម្លាំងមន្ត្រីឧទ្យានុរក្សបានសហការជាមួយកងកម្លាំងសឹករងភូមិភាគ4ដែលនៅប្រចាំការក្នុងព្រែកឡុងអ៊ុងបានធ្វើការរារាំងឃាត់ពួកគាត់មិនឲ្យចូលនេសាទក្នុងតំបន់អភិរក្សឡូនេសាទលេខ2រួចម្ដងហើយលោកប្រធានមន្ទីរបរិស្ថានបានបញ្ជាក់បន្ថែមថាតំបន់នោះមានការគ្រប់គ្រងរួមគ្នាច្រើនស្ថាប័នមានមន្ត្រីបរិស្ថានមន្ត្រីជលផលមន្ត្រីយោធាអង្គភាពពាក់ព័ន្ធផ្សេងនិងអាជ្ញាធរដែនដីជាដើមករណីនេះលោកកំពុងហៅមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានដែលឈរជើងតំបន់នោះមកសួរនាំក្នុងករណីមានមន្ត្រីជាប់ពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យចូលឬអ្វីផ្សេងទៀតពាក់ព័ន្ធនឹងបទល្មើសនេសាទមន្ទីរនឹងអនុវត្តច្បាប់ដោយពុំមានលើកលែងនោះទេ